អ្នកនាំពាក្យកระทรวងការពារជាតិចរានចោលចំពោះការផ្សាយចោលប្រកាន់ក្នុងចេតនាទុច្ចរិតរបស់វិទ្យុ OFA ខ្មែរពាក់ព័ន្ធនឹងមូលដ្ឋានសមុទ្ររៀមឯកឧត្តមនាយឧត្តមសេនីយ៍ឈុំសុជាតិរដ្ឋលេខាធិការនិងជាអ្នកនាំពាក្យក្រសួងការពារជាតិបានប្រកាសចរានចោលទាំងស្រុងចំពោះការចោលប្រកាន់យ៉ាងកក្លឺដោយមានលក្ខណៈញុះញង់និងចេតនាទុច្ចរិតដែលនាំឲ្យមានការភ័ន្តច្រឡំពាក់ព័ន្ធនឹងមូលដ្ឋានសមុទ្ររៀមកងទ័ពជើងទឹកនៃព្រះរាជាណាចក្រកម្ពុជាដែលធ្វើឡើងដោយសារព័ត៌មានបរទេសមួយចំនួននាថ្មីនេះគួររំលឹកថាការពីពេលថ្មីនេះក្រោមចំណងជើងស្ថាប័នស្រាវជ្រាវអាមេរិកសង្ស័យថាចិនពង្រីកវត្តមានយោធាបន្ទាប់ពីមានសិទ្ធិផ្ដាច់បុកប្រើប្រាស់មូលដ្ឋានទ័ពព្រាមអាស៊ីសេរី OFA ខ្មែរបានផ្សាយខ្លឹមសារថាមជ្ឈមណ្ឌលស្រាវជ្រាវមួយរបស់សហរដ្ឋអាមេរិកបានរកឃើញយោធាចិនកំពុងមានសិទ្ធិផ្ដាច់បុកប្រើប្រាស់ផ្នែកខ្លះនៃមូលដ្ឋានទ័ពព្រាមហើយចិនក៏កំពុងពង្រីកវត្តមានយោធារបស់ខ្លួនលើសមូលដ្ឋានទ័ពព្រាមទោះបីជាយ៉ាងណាឯកឧត្តមនាយឧត្តមសេនីយ៍ឈុំសុជាតិបានគូបញ្ជាក់ថារាជរដ្ឋាភិបាលនិងក្រសួងការពារជាតិកម្ពុជាបានប្រកាសញឹកញាប់រួចមកហើយថាកម្ពុជាជាប្រទេសអព្យាក្រឹតហើយរដ្ឋធម្មនុញ្ញកម្ពុជាមិនអនុញ្ញាតឲ្យបរទេសណាយកទឹកដីកម្ពុជាធ្វើជាមូលដ្ឋានយោធាដាច់ខាតក្រោយការដាក់ឲ្យដំណើរការប្រើប្រាស់កន្លងមកកម្ពុជាបានអនុញ្ញាតឲ្យនាវាបរទេសចូលមកសម្ចរជាហោហែនៅកំពង់ផែសមុទ្ររៀមដែលក្នុងនោះមាននាវាកងទ័ពជប៉ុនត្រូវបានអនុញ្ញាតឲ្យចូលចតមុនគេបង្អស់បន្ទាប់ពីកំពង់ផែសមុទ្ររៀមត្រូវបានសម្ពោធជាផ្លូវការបន្ទាប់មកនាវាកងទ័ពវៀតណាមនាវាចិនជាដើមពួកគេបានប្រើប្រាស់កំពង់ផែសមុទ្ររៀមដោយរីករាយដែលនេះជាភស្តុតាងជាក់ស្ដែងគ្រប់គ្រាន់អាចបញ្ជាក់ពីការគ្រប់គ្រងប្រើប្រាស់កំពង់ផែសមុទ្ររៀមរបស់កម្ពុជាឯកឧត្តមនាយឧត្តមសេនីយ៍បានបន្តថាក្នុងឱកាសសម្ពោធដាក់ឲ្យដំណើរការជាផ្លូវការនៅមជ្ឈមណ្ឌលភស្តុភារនិងវឹកវើរួមគ្នាកម្ពុជាចិនផែរៀមកាលពីថ្ងៃទី5ខែមេសាឆ្នាំ2025សម្ដេចមហាបវរធិបតីហ៊ុនម៉ាណែតនាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាក៏បានប្រកាសស្វាគមន៍ផងដែរនៅបណ្ដាកងទ័ពប្រទេសជាមិត្តទាំងអស់ដែលចង់ចូលចតនៅកំពង់ផែរៀមប្រទេសកម្ពុជាដើម្បីធ្វើការវឹកវើរួមគ្នាទោះជាយ៉ាងណាក្តីរាល់នាវាកងទ័ពបរទេសដែលចង់ចូលមកចតនៅកំពង់ផែរៀមត្រូវតែជូនដំណឹងមកកម្ពុជាដែលជាម្ចាស់ផ្ទះជាមុនរួមទាំងនាវាកងទ័ពរបស់ប្រទេសចិនផងដែរដែលកម្ពុជាសង្ឃឹមថានៅថ្ងៃខាងមុខនឹងមាននាវាកងទ័ពប្រទេសជាមិត្តបន្តទៀតនឹងចូលចតនៅកំពង់ផែរៀម